សូមគោរពជំរាបសួរទៅដល់លោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នានិងទូរស័ព្ទឯកជនថ្ងៃនេះផងដែរយើងនឹងលើកយកប្រធានបទ EU មកសិក្សាពន្យល់បកស្រាយឲ្យបានក្បោះក្បាយតកតងទៅនឹងសំណួររបស់យើងថ្ងៃនេះគឺតើអ្វីទៅគឺជា EU តើ EU មានសមាជិកប្រទេសចំនួនប៉ុន្មានដែលចូលរួមហើយគេបង្កើត EU ក្នុងគោលបំណងអ្វីខ្លះមកខាតពេលយូរចូលទៅស្ដាប់ពីការពន្យល់បកស្រាយរបស់ពួកយើងទាំងអស់គ្នា The definition of EU EU is most commonly used as the abbreviation for the European Union, a political and economic partnership involving 28 European countries. ចូលមកដល់ចំណុចបន្ទាប់គឺនិយមន័យរបស់សហភាពអឺរ៉ុបសហភាពអឺរ៉ុបដែលយើងហៅថា EU ឬក៏ European Union គឺជាសហភាពនយោបាយនិងសេដ្ឋកិច្ចមួយដែលមានប្រទេសជាសមាជិកចំនួន27ដោយមានទីតាំងចម្បងនៅទ្វីបអឺរ៉ុបហើយសហភាពអឺរ៉ុបនឹងគឺវាមានផ្ទៃដីសរុបរហូតដល់4,23,3255 គីឡូម៉ែត្រការ៉េមានចំនួនប្រជាជនរស់នៅសរុបជិត447លាននាក់គិតត្រឹមឆ្នាំ2025ហើយសហភាពអឺរ៉ុបនេះគឺវាត្រូវបានបង្កើតឡើងនៅក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ជាដើមចឹងជាដំបូងយើងនិយាយអំពីការចាប់ផ្ដើមនៃសហភាពអឺរ៉ុបសហភាពអឺរ៉ុបត្រូវបានបង្កើតឡើងនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ1993វាជាវិទ្យាស្ថានសហករណ៍ទំនើបបំផុតនៅអឺរ៉ុបដែលមានប្រភពមកពីសហគមន៍ធ្យូងថ្មនិងដែកនៅអឺរ៉ុបម្យ៉ាងទៀតសមាជិកស្ថាបនិកទាំង6នោះគឺជាបែលហ្សិកបារាំងអ៊ីតាលីលុចសម្បួរហូឡង់និងអាល្លឺម៉ង់ខាងលិចជាស្ដែងនៅក្នុងឆ្នាំ1991រដ្ឋាភិបាលនៃប្រទេសសមាជិកទាំង12បានចុះហត្ថលេខាទៅលើសន្ធិសញ្ញាអឺរ៉ុបដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញា Maastricht សន្ធិសញ្ញា Maastricht បានផ្លាស់ប្ដូរសហគមន៍អឺរ៉ុបទៅជាសហភាពអឺរ៉ុបបច្ចុប្បន្នប្រទេសដែលជាសមាជិកមានចំនួន28នាក់ប៉ុន្តែជាក់ស្ដែងនៅក្នុងឆ្នាំ2024ចក្រភពអង់គ្លេសត្រូវបានដកខ្លួនចេញពីសហភាពអឺរ៉ុបចូលចំណុចបន្តទៀតនោះគឺយើងបកស្រាយអំពី EU Vision ដែលសំដៅដល់ចក្ខុវិស័យរបស់សហភាពអឺរ៉ុប Unifies Europe's economics and political sectors មានន័យថាបង្រួបបង្រួមវិស័យសេដ្ឋកិច្ចនិងនយោបាយរបស់អឺរ៉ុប Work together to solve common problems មានន័យថាការធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយបញ្ហារួមគ្នា Support member states facing economic declines គឺគាំទ្រដល់រដ្ឋដែលជាសមាជិកប្រឈមមុខនឹងការសេដ្ឋកិច្ចធ្លាក់ចុះសេដ្ឋកិច្ចមកយើងអាចនិយាយបានថាប្រទេសដែលជាសមាជិកត្រូវសម្របសម្រួលទៅកាន់ប្រទេសដែលជាប់គាំងផ្នែកសេដ្ឋកិច្ចឥឡូវនេះយើងចូលមកកាន់ចំណុចទី3វិញដែលនិយាយអំពី Mission of the EU គោលបំណងរបស់សហភាពអឺរ៉ុបដែលនៅក្នុងចំណុចនេះដែរយើងត្រូវបកស្រាយ5ចំណុចគោលសំខាន់ដែលមានដូចជាទី1គឺ maintain peace and stability រក្សាសន្តិភាពនិងស្ថិរភាពដែលនៅក្នុងចំណុចនេះដែរគឺមានន័យថា EU នឹងគឺមានបេសកកម្មឬក៏មានតួនាទីក្នុងការបង្ការនៃចំនួនរវាងប្រទេសនិងប្រទេសនៅក្នុងតំបន់នឹងហើយលើពីនេះទៀតពួកគេគឺជួយលើកកម្ពស់សន្តិភាពយូរអង្វែងរវាងប្រទេសដែលជាសមាគមអឺរ៉ុបនឹងតាមរយៈការសហការនិងការពិភាក្សាជារួម and then ចំណុចទី2គឺ promote economic growth and advertisement along country លើកកម្ពស់កំណើនសេដ្ឋកិច្ចនិងគាំទ្រពាណិជ្ជកម្មដែលនៅក្នុងនេះដែរគឺទាមទារឲ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់សហភាពអឺរ៉ុបនឹងឲ្យកាន់តែមានភាពរីកចម្រើនចូលមកកាន់ protection right and democracy ការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលនៅក្នុងនោះ EU គឺមានតួនាទីក្នុងការការពារសិទ្ធិមនុស្សគោរពច្បាប់និងលើកកម្ពស់នៃលទ្ធិប្រជាធិបតេយ្យដើម្បីធានាថាប្រជាជនឬក៏ប្រជាពលរដ្ឋពួកគេនឹងរស់នៅដោយសេរីនិងមានភាពស្មើគ្នាចំណុច implement a common market អនុវត្តទីផ្សាររួមដែលនៅក្នុងនេះដែរ EU គឺអនុញ្ញាតឲ្យមនុស្សទំនិញសេវាកម្មនិងទុនធ្វើចលនាជាមួយគ្នាដោយសេរីរវាងប្រទេសទាំង28ដែលជាសមាជិកនៃ EU នោះចូលមកកាន់ចំណុចចុងក្រោយគឺនិយាយអំពី implementation of the monetary អនុវត្តសហភាពរូបិយវត្ថុដែលនៅក្នុងចំណុចនេះដែរគឺប្រទេសសមាជិកនៃ EU មួយចំនួនពួកគេបានប្រើប្រាស់នៅប្រាក់អឺរ៉ូជារូបិយប័ណ្ណរួមដើម្បីអីគឺដើម្បីសម្រួលនៃពាណិជ្ជកម្មនិងបង្កើនស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ
ចំណុចទី1 Trade and Economic គឺសហភាពអឺរ៉ុបចង់សំដៅលើការស្ដារសេដ្ឋកិច្ចឡើងវិញនិងពង្រឹងពាណិជ្ជកម្មនិង Digital ពី Global Gateway គឺគេសំដៅលើការគ្រប់គ្រងបច្ចេកវិទ្យា Digital បរិស្ថាននិងសាមគ្គីភូមិសាស្ត្រនយោបាយដោយមានចំណុចសំខាន់ដូចជាការអនុម័តច្បាប់ AI ការអនុវត្ត Fit for 55 ដែល Fit for 55 គឺជាផែនការធំរបស់សហភាពអឺរ៉ុបដើម្បីកាត់បន្ថយកាបូននិងការពារផែនដីចំណុចទី3 Agriculture and Food Security គឺជាគំនិតទម្រង់គោលនយោបាយកសិកម្មថ្មីរបស់សហភាពអឺរ៉ុបនិងគ្រប់គ្រងការផ្គត់ផ្គង់អាហារពិភពលោកនិងលើកកម្ពស់កសិកម្មថ្មីជីវភាពទី4 Education and Human Capital គឺចង់សំដៅលើសហភាពអឺរ៉ុបកំពុងពង្រឹងធនធានមនុស្សដើម្បីជំរុញការប្រកួតប្រជែងដោយផ្ដោតលើការអប់រំការបង្កើនជំនាញនិងការកែលម្អជំនាញឡើងវិញដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្មនិងគំនិតជំនាញនៅក្នុងវិស័យយុទ្ធសាស្ត្រនៅទី5 Governance and Public Finance គឺចង់សំដៅលើការប្រមូលមូលនិធិរបស់សហភាពអឺរ៉ុបដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងច្បាប់ពន្ធចំណុចទី6 Environmental Sustainability and Green Transition ចង់សំដៅដល់ការជំរុញកិច្ចព្រមព្រៀងបៃតងអឺរ៉ុបដែលមានគោលបំណងអភិក្រិតភាពអាកាសធាតុនៅឆ្នាំ2050និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន 55% នៅឆ្នាំ2030ទី7 Conclusion and Future Outlook ឯកសន្និដ្ឋានបានថាសហភាពអឺរ៉ុបកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចនិងនយោបាយដ៏ខ្លាំងបៃតង Digital និងគោលនយោបាយឧស្សាហកម្មជាមួយនឹងគោលដៅអភិជាក្រិតកាបូនឆ្នាំ2050